បាទសួស្តីបងប្អូននេះគឺជាសកម្មភាពខ្ញុំព្រោះគម្របដីក៏ដូចជាព្រោះដំណាំគម្របដីទៅលើដីស្រែដែលខ្ញុំបានជួដាស់ដីរួចហើយណាបងប្អូនឃើញទេខ្ញុំកំពុងតែព្រោះនេះគឺជាព្រោះនៅស្រែខ្ញុំដែលមានទីដីទំហំ80 អាជាងបាទនេះពុកម៉ែបងប្អូនសកម្មភាពដែលខ្ញុំដើរព្រោះនេះគឺព្រោះដំណាំគម្របដីចម្រុះដើម្បីបង្កើនជីជាតិដីឲ្យមានជីជាតិឡើងវិញព្រោះអីការធ្វើដំណាំស្រូវធ្វើយូរទៅវានឹងបាត់បង់ជីជាតិហើយនឹងទិន្នផលរបស់យើងនឹងចុះបើយើងអត់មានវិធីសាស្ត្រក៏ដូចជាអត់មានការរកសារធាតុផ្សេងមួយជំនួយដីទេគឺដីយើងនឹងងាយក្នុងការសាក់រិចរិលបើយើងអត់ជួយទៅលើដីក្នុងការឲ្យដីមានជីជាតិឡើងវិញគឺយើងមានតែវិធីសាស្ត្រមួយគឺយើងព្រោះដំណាំគម្របដីទៅលើដីស្រែដើម្បីជំនួយដល់ការរីកក៏ដូចជាជំនួយដល់ដីដែលវាខ្សោះជីជាតិឲ្យវាមានជីជាតិឡើងវិញដូចនេះហើយពុកម៉ែបងប្អូនឃើញសកម្មភាពខ្ញុំបង្ហាញតកតងទៅនឹងដីស្រែបង្ហាញនៅការព្រោះដីស្រែរបស់ខ្ញុំឃើញពុកម៉ែបងប្អូនអធិស្ឋានដោយសារកាមេរ៉ារបស់ខ្ញុំវាអត់សូវច្បាស់ទេដោយថតពេលថ្ងៃការជះនេះគឺជះកណ្ដាលថ្ងៃម៉ោង12ថ្ងៃបាទឃើញថាការបាចដំណាំគម្របដីនេះគឺជាឆ្នាំទី2ហើយដែលខ្ញុំបាចប៉ុន្តែការបាចរបស់ខ្ញុំគឺរាល់ឆ្នាំទី1គឺខ្ញុំបាចគឺស្រូវរបស់ខ្ញុំទទួលបានទិន្នផលល្អជាងឆ្នាំដែលខ្ញុំមិនទាន់បានប្រើប្រាស់ដំណាំជីគម្របដីដល់ឆ្នាំនេះទៀតគឺខ្ញុំនឹងធ្វើទៅលើដីស្រែមួយកន្លែងទៀតដែលមិនធ្លាប់ប្រើអីសោះប៉ុន្តែពេលនេះខ្ញុំនឹងប្រើដំណាំគម្របដីដើម្បីជួយបង្កើនជីជាតិដីហើយម្យ៉ាងទៀតវាស្របទៅនឹងការធ្វើស្រូវសរីរាង្គដើម្បីលក់នៅក្នុងសហគមន៍ដូចនេះខ្ញុំជាកសិករម្នាក់ដើម្បីយល់ដឹងពីបញ្ហាសុខភាពនិងប៉ះពាល់សុខភាពដល់ការបរិភោគនៅដូចជាបាយជាដើមដែលទទួលបានទិន្នផលស្រូវគឺយើងត្រូវធ្វើម៉េចឲ្យវាស្របទៅតាមស្តង់ដារសរីរាង្គដែលយើងកំពុងតែធ្វើការកងត្រាលក់ជាមួយនៅខាងក្រុមហ៊ុនសម្រាប់ខ្ញុំគឺខ្ញុំធ្វើស្រូវសរីរាង្គដើម្បីលក់ទៅខាងក្រុមហ៊ុនក៏ដូចជាលក់ទៅខាងសហគមន៍ដើម្បីបានទទួលបាននូវតម្លៃខ្ពស់សមរម្យដែលខាងខ្ញុំជាកសិករទទួលយកបាននៅតម្លៃមួយដែលគិតថាវាជួយដល់អាជីវភាពខ្ញុំក៏ដូចជាជួយដល់សុខភាពក្នុងការហូបចុករាល់ការហូបចុកសម្រាប់ស្រូវសរីរាង្គគឺយើងឃើញហើយវាមានរសជាតិឆ្ងាញ់បាយរសជាតិឆ្ងាញ់បងប្អូនរសជាតិខុសពីស្រែដែលយើងអត់បានធ្វើដំណាំគម្របដីដោយសារបច្ចុប្បន្នស្រែយើងវាខ្សោះជីជាតិលោះហើយការដាំស្រូវឬក៏ស្ទូងស្រូវទៅលើស្រែដែលយើងអត់បានជំនួយសារធាតុផ្សេងឲ្យដីដើម្បីមានសារធាតុចិញ្ចឹមក៏ដូចជាសារធាតុដែលជួយកែប្រែដីគឺបាយដែលយើងបរិភោគ
ចេញពីស្រែដែលយើងបានប្រើប្រាស់សារធាតុចិញ្ចឹមនៅលើដីគឺវាអត់សូវមានជីជាតិប៉ុន្មានទេបងប្អូនបើសិនណាយើងធ្វើស្រែដែលមានការដាក់ដំណាំគម្របដីបន្ថែមគឺរសជាតិបាយរបស់យើងគឺរសជាតិឆ្ងាញ់ហើយថារសជាតិចុងក្រោយសូមអរគុណសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទ